ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយចំពោះថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនមកមើលប្រទាលមកប្រភេទទៀតហើយបងប្អូនហើយចំពោះប្រទាលហ្នឹងគឺខ្ញុំបានដាំវាដូចជាលាស់ល្អមែនតើហ្មងណាបងប្អូនឥឡូវគឺខ្ញុំនាំបងប្អូនមកមើលនេះបងប្អូននេះគេហៅថាប្រទាលត្រជាក់ចិត្តណាបងប្អូនឬក៏បងប្អូនខ្លះគាត់អាចហៅថាប្រទាលបន្ទន់ចិត្តអញ្ចឹងណាបងប្អូនហើយចំពោះប្រទាលនេះបងប្អូននេះគឺខ្ញុំដាំដូចជាយូរឆ្នាំដែរបងប្អូនចូល2-3ឆ្នាំហើយណាបងប្អូននិយាយទៅ2-3ឆ្នាំហ្នឹងគឺបានតែប៉ុណ្្នឹងទេបងប្អូននិយាយទៅចំពោះប្រទាលហ្នឹងគឺវារៀងពិបាកដាំដែរបងប្អូនមិនសូវជាងាយស្រួលដាំហ្មងណាហើយអ្វីដែលពិបាកហ្នឹងមានន័យថាគឺវាងាយដោះកូនបងប្អូនវាងាយចេញប្លុកកូនអញ្ចឹងណាគឺវាអត់ងាយចេញប្លុកទេយើងដាំរៀងយូរឆ្នាំនេះបងប្អូននេះទ្រាំតែវាចេញប្លុកកូនដោះកូនមកហ្នឹងគឺវាយូរដាំរៀងចំណាយពេលយូរអញ្ចឹងណាព្រោះដោយសារនេះគឺខ្ញុំដាំដោយធម្មជាតិអញ្ចឹងណាយើងមិនមែនជាអ្នកលក់ដូរដូចគេអញ្ចឹងណាមានបច្ចេកទេសក្នុងការដាំអីទេបងប្អូនព្រោះថាខ្ញុំគ្រាន់ថាដាំជាលក្ខណៈតាមផ្ទះធម្មតាអញ្ចឹងណាហើយខ្ញុំក៏ដឹងពីវិធីដាំតិចតួចអីចឹងណាបងប្អូនឥឡូវនេះគឺចំពោះប្រទាលហ្នឹងគឺវាចាប់ផ្ដើមរបៀបដូចថាលាស់បងប្អូនលាស់កូនបែកគុំហ៎ហើយនេះមើលកូនវាជឹកចាប់ផ្ដើមបែកគុំចេញកូនវាខ្នែងកូនវាទូចនិយាយទៅគឺចាប់ផ្ដើមចេញល្អមែនតើហ្មងណាបងប្អូនហើយចំពោះប្រទាលត្រជាក់ចិត្តហ្នឹងនិយាយទៅភាគច្រើនបងប្អូនដែលគាត់ជាអ្នករកស៊ីលក់ដូរអីបងប្អូនគេចូលចិត្តដាំប្រទាលហ្នឹងអញ្ចឹងណាបងប្អូនដើម្បីជួយបន្ទន់ចិត្តជួយតាក់ទាញភ្ញៀវអីចឹងណាបងប្អូនហើយក៏ជួយឲ្យត្រជាក់ជុំអីចឹងអញ្ចឹងដែរអញ្ចឹងណាបងប្អូនហើយចំពោះប្រទាលហ្នឹងភាគច្រើននិយាយទៅគឺមានបងប្អូនខ្មែរយើងគាត់ចូលចិត្តដាំច្រើនណាបងប្អូនព្រោះថាវាល្អអញ្ចឹងណាហើយអាប្រទាលហ្នឹងគឺវាជួយបន្សុទ្ធខ្យល់បានល្អទៀតអញ្ចឹងណាបងប្អូនគឺវាជួយបង្កើតខ្យល់អុកស៊ីសែនអញ្ចឹងណាបងប្អូនគ្រាន់ថាចំពោះការថែរក្សាវាហ្នឹងគឺវាបើឲ្យវាចាប់បែកគុំចេញកូនអីវារៀងពិបាកតែបើសិនជាចំពោះការដាំវិញសម្រាប់ប្រទាលហ្នឹងគឺវាងាយស្រួលដាំគឺអត់ចាំបាច់ប្រើឫសអីចឹងណាយើងអាចកាច់ធាងវាយកទៅដាំក៏បានឬក៏កាត់ស្លឹកវាយកទៅដាំក៏ដោតដីអញ្ចឹងក៏វាដោះដែរបងប្អូន